ចូលដល់វ័យអូនឆេងអាយុ7ខែគឺខ្ញុំចាប់ផ្ដើមឲ្យគាត់ញ៉ាំបែប finger food ថ្ងៃនេះរៀបចំជាមួយនឹងអាហារបែប finger food ឲ្យអូនញ៉ាំបែបងាយៗតែម្ដងក្នុងការសាកល្បងជាលើកដំបូងតោះម៉ាក់មើលទាំងអស់គ្នាសម្រាប់ការរៀបចំរបស់ខ្ញុំគឺខ្ញុំមានជាមួយនឹងផ្លែប័រជាមួយនឹងចេកហើយជាមួយនំឲ្យអូនញ៉ាំដែរចំពោះផ្លែឈើយើងអាចដាក់ឲ្យគាត់ញ៉ាំតាមស្រស់ស្របទៅតាមអាយុរបស់កូនណាសម្រាប់ប័រជាមួយនឹងចេកឲ្យញ៉ាំចាប់ពី6ខែឡើងទៅញ៉ាំបានទេអញ្ចឹងខ្ញុំជ្រើសរើសប្រភេទផ្លែឈើបែបនេះណាសម្បូរប្រូតេអ៊ីនល្អដល់កូនហើយសម្រាប់ការចិត្តគឺយើងចិត្តចំណិតបែបព្រៀងដូចខ្ញុំចេះមកគឺងាយស្រួលកូនកាន់ញ៉ាំចំពោះចានគឺសំខាន់ណាចានគឺខ្ញុំជ្រើសរើសប្រភេទចានឲ្យមានច្រើនថតទេងាយស្រួលបែងចែកចំណីអាហារអូនញ៉ាំជាប្រភេទចាន BPA free ស្អិតជាប់តុថែមទៀតចំពោះចានខ្ញុំrecommend មែនតើសម្រាប់ម៉ាក់ដែលគាត់ចាប់ផ្ដើមឲ្យកូនញ៉ាំបែប finger food ត្រូវរើសចានឲ្យច្រើនមានច្រើនថតអញ្ចឹងណាហើយសម្រាប់នំនេះគឺខ្ញុំជ្រើសរើសប្រភេទនំ baby bus និយាយទៅគឺល្អមែនតើសុខភាពប្រយោជន៍ច្រើនហើយងាយរំលាយសម្រាប់ក្មេង6ខែទៅអាចញ៉ាំបានតម្រង់គេបែប finger food ដូចចំណីអាហារដែលខ្ញុំចិត្តឲ្យអូនញ៉ាំអញ្ចឹងហើយថ្ងៃនេះគឺខ្ញុំមានជាប្រភេទផ្លែឈើកញ្ចប់ឲ្យអូននិយាយទៅគឺបបរខាប់គ្រប់គ្រឿងឲ្យគាត់ញ៉ាំពេលព្រឹកហើយនេះគឺជាអាហារសម្រន់ពេលថ្ងៃខ្ញុំឲ្យគាត់ញ៉ាំជំនួសអាហារមួយពេលដើម្បីកុំឲ្យអូនតលន់ចាំម៉ាក់ទាំងអស់គ្នាមកមើលកលេចមើលចានរបស់កូនខ្ញុំប្រើនិយាយទៅចានហ្នឹងដូចខ្ញុំជំរាបបងខាងលើអញ្ចឹងណាចានគឺខ្ញុំជ្រើសប្រភេទចានឲ្យមានច្រើនថតងាយស្រួលឲ្យយើងដាក់ចំណីអាហារកូនញ៉ាំបែបចេបចប់អញ្ចឹងហើយងាយស្រួលឲ្យកូនរើសកាន់ញ៉ាំខ្លួនឯងចាប់ផ្ដើមញ៉ាំបែប finger food មិនចាំបាច់តើតាកូនគាត់មានថ្មិញនោះទេសម្រាប់កូនអត់មានថ្មិញគាត់មានសមាសភាពមួយអញ្ចាញថ្មិញមកគាត់អាចទំពាចំណីអាហារដែលទុនដែលខ្លួនឯងបានដោយអត់ប្រើប្រាស់ថ្មិញទេតិចក្នុងការបរៀនកូនញ៉ាំបែប finger food ពេលដែលមានប្រភេទផ្លែឈើឬក៏ប្រភេទអ្វីដែលយើងដាក់ឲ្យគាត់ញ៉ាំក្នុងចានអញ្ចឹងហើយជាធម្មតាកូនខ្លះគាត់អាចរើសញ៉ាំខ្លួនឯងប៉ុន្តែគឺសម្រាប់ខ្ញុំគឺខ្ញុំយកប្រភេទពួកផ្លែឈើឬក៏នំហ្នឹងដាក់ដៃគាត់ទាំងសងខាងហើយយើងបញ្ចុកគាត់បដាយើងអាចយកដៃកូនហ្នឹងឲ្យគាត់រុញចំណីអាហារចូលមាត់ខ្លួនឯងបន្តិចទៅឲ្យហ៊ានឲ្យគាត់ហ៊ានទៅពីបងអាចមើលនៅក្នុងវីដេអូនេះក៏បានដែរនិយាយទៅអ្នកឃើញអត់អានឹងគឺនៅពេលដែលខ្ញុំដាក់ឲ្យគាត់ញ៉ាំម្ដងពីរដងអញ្ចឹងគឺគាត់ចាប់ផ្ដើមចេះយកប្រភេទពួកផ្លែឈើឬក៏ប្រភេទចំណីអាហារដែលយើងដាក់ឲ្យគាត់ញ៉ាំគឺលុកចូលមាត់ខ្លួនឯងហ្មងក្នុងវីដេអូនេះសម្រាប់ម៉ាក់ដែលចាប់អារម្មណ៍ជាមួយនឹងសម្ភារៈរបស់កូនខ្ញុំប្រើប្រាស់ឬក៏ប្រភេទពួកនំអីចាដូចជាចាននំអីហ្នឹងខ្ញុំមានលក់នៅក្នុង page របស់ខ្ញុំទាំងអស់តែម្ដងណា